អតីតអង្គការហ៊ីកំហុងជាប់ពន្ធនាគារ15ឆ្នាំសាលាដំបងរាជធានីភ្នំពេញបានប្រកាសសាលក្រមលើសំណុំរឿងចំនួន3ពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសដោយផ្តន្ទាទោសអតីតអង្គការហ៊ីកំហុងឲ្យជាប់ពន្ធនាគារសរុប15ឆ្នាំនិងបង្គាប់ឲ្យជនជាប់ចោទសងប្រាក់ទៅជនរងគ្រោះ$33 លាននៅព្រឹកថ្ងៃទី17ខែសីហាឆ្នាំ2026នេះតាមសាលក្រមអតីតអង្គការហ៊ីកំហុងរួមជាមួយនឹងឈ្មោះប្រាក់ពិននិងជេងសង្ហៈត្រូវបានផ្តន្ទាទោសម្នាក់5ឆ្នាំក្នុងមួយសំណុំរឿងហើយដោយមានសំណុំរឿងចំនួន3ត្រូវជាប់ពន្ធនាគារសរុបម្នាក់15ឆ្នាំព្រមទាំងពិន័យជាប្រាក់ម្នាក់ចំនួន$30 លានបង់ចូលថវិការដ្ឋជាមួយគ្នានេះដែរជនជាប់ចោទចំនួន21នាក់ផ្សេងទៀតក៏ត្រូវបានតុលាការផ្តន្ទាទោសពាក់ព័ន្ធជាមួយនឹងសំណុំរឿងទាំង3ដោយម្នាក់ត្រូវជាប់ពន្ធនាគារ2ឆ្នាំក្នុងមួយសំណុំរឿងសរុប6ឆ្នាំនិងពិន័យជាប្រាក់ម្នាក់ចំនួន$12 លានសូមបញ្ជាក់ដែរថាសំណុំរឿងដែលតុលាការលើកយកមកជំនុំជម្រះនេះពាក់ព័ន្ធទៅនឹងបទឆោបោកមានស្ថានទម្ងន់ទោសជាក្រុមចាត់តាំងប្រព្រឹត្តនៅរាជធានីភ្នំពេញក្នុងកំឡុងឆ្នាំ2021ដល់2022និងបន្តដល់ឆ្នាំ2023តាមមាត្រា308នៃក្រមព្រហ្មទណ្ឌព្រមទាំងបទហិង្សាដោយអចេតនាមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តកាលពីថ្ងៃទី7សីហាឆ្នាំ2023តាមមាត្រា218នៃក្រមព្រហ្មទណ្ឌចំណុចសំខាន់មួយទៀតក្នុងសាលក្រមនេះគឺតុលាការបានបង្គាប់ឲ្យជនជាប់ចោទសងប្រាក់ទៅជនរងគ្រោះសរុបជាង$33 លានអាមេរិកដើម្បីដោះស្រាយការខូចខាតដែលពាក់ព័ន្ធនឹងសំណុំរឿងនេះលើសពីនេះតុលាការក៏បានដាក់បំរាមមិនឲ្យជនជាប់ចោទចេញទៅក្រៅប្រទេសនិងកំណត់លក្ខខណ្ឌមួយចំនួនផ្សេងទៀតតាមច្បាប់ជុំវិញសំណុំរឿងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនអតីតអង្គការហ៊ីកំហុងនិងក្រុមអង្គរៈចំនួន14នាក់កាលពីរសៀលថ្ងៃទី7សីហាឆ្នាំ2023នៅស្នាក់ការក្រុមហ៊ុនពិភពដីមាសស្ថិតនៅភូមិត្រពាំងថ្លាន់សង្កាត់ប៉ុនសាំងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញការចាប់ខ្លួននៅពេលនោះត្រូវបានធ្វើឡើងតាមដីកាពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើនរួមមានបទឆោបបោកមានស្ថានទម្ងន់ទោសការញុះញង់ឲ្យប្រព្រឹត្តប្រឆាំងនឹងអ្នករាជការសាធារណៈនិងការសម្អាតប្រាក់សង្ខេបរឿងទោសទណ្ឌលម្អិតជុំវិញការសម្រេចសាលក្រមនេះទោសទណ្ឌនិងការផាកពិន័យពីកំហុងនឹងបកពួក2នាក់ប្រាក់ពិនចេញសង្ហៈជាប់ពន្ធនាគារម្នាក់15ឆ្នាំសរុបមក3សំណុំរឿងបកពួក21នាក់ផ្សេងទៀតជាប់ពន្ធនាគារម្នាក់6ឆ្នាំនិងពិន័យជាសាច់ប្រាក់ម្នាក់$12 លានសំណងនិងវិធានការសំណងរដ្ឋបវេនីបង្គាប់ឲ្យសងសំណងសរុប$33.5 លានដល់ជនរងគ្រោះ1115គ្រួសារបទចោទឆោបោកមានស្ថានទម្ងន់ទោសនិងហិង្សាដោយចេតនានៅក្នុងឆ្នាំ2021ដល់ឆ្នាំ2023វិធានការហាមឃាត់ការចាកចេញពីប្រទេស